ជំរាបសួរសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំកាតាលីយ៉ាអៃលីនៅថ្ងៃនេះយើងនឹងមកនិយាយបន្តពីសាច់រឿងទីបញ្ចប់របស់ទូចិត្តអាក្រក់ភាគ 7 អញ្ចឹងចំពោះអ្នកដែលអត់ទាន់បានមើលភាគ 1 រហូតដល់ភាគ 6 អាចចុចនៅ link ខាងក្រោមដែលខ្ញុំសរសេរនៅ description បានតោះចឹងយើងចាប់ផ្ដើមតពីភាគមុនភីណានឹងបានទិញរបាំងមុខពណ៌សនោះក៏ព្រោះតែនាងមានគម្រោងប្រើប្រាស់វាការប្រារព្ធពិធីបុណ្យក៏បានចាប់ផ្ដើមដែលធ្វើឲ្យកំណើនមនុស្សចូលរួមកាន់តែកើនឡើងទើបដេរេកប្រាប់ឲ្យភីណាកាន់ដៃគេឲ្យជាប់ដើម្បីកុំឲ្យវង្វេងគ្នាទោះបីជាយ៉ាងណាក្តីវងខ្លោនមួយក្រុមបានមកសម្ដែងនៅចិត្តនោះដែលជាហេតុធ្វើឲ្យពួកគេទាំងពីរត្រូវបែកចេញទៅពីផ្នែកផ្សេងគ្នានៅក្នុងកំឡុងពេលដែលភីណានិងដេរេកកំពុងប្រទាញដៃគ្នានោះវាបានធ្វើឲ្យក្រឡាដៃអាវដែលមាននិមិត្តសញ្ញាផ្កាកុលាបរបស់ដេរេករបូតបន្ទាប់ពីពួកគេបានបែកចេញពីគ្នានៅក្នុងទីកន្លែងដ៏ស្ងាត់ជ្រងំមួយហ៊ីណានាងកំពុងតែឈរនៅទីនោះឯងព្រមទាំងសម្លឹងមើលទៅកាន់ក្រឡាដៃអាវរបស់ដេរេករួចមកអេក្រង់ប្រព័ន្ធហ្គេមបានលោតឡើងមកបញ្ជាក់ប្រាប់ថាភាគថ្មីបានចាប់ផ្ដើមហើយគឺទេសកលដែលមកពីប្រទេសចាញ់សង្គ្រាមអ៊ីក្លាយតែអ្នកចង់ឈ្មោះទៅកាន់ផ្ទះដេញថ្លៃទេសកលដែរឬទេរឿងរ៉ាវវាបានកើតឡើងភ្លាមពេកហើយសម្រាប់ភីណាប៉ុន្តែនាងក៏បានសម្រេចចិត្ត teleport មកផ្ទះដេញថ្លៃយកតែម្ដងភីណាដែលកំពុងឈរនៅលើផ្លូវម្ខាងសម្លឹងមើលទៅកាន់មនុស្សមួយក្រុមដែលកំពុងតែតម្រង់ជួរនៅមុខផ្ទះដេញថ្លៃដោយម្នាក់មានរបាំងមុខគ្រប់គ្នានេះក៏ដូចជាគម្រោងរបស់ភីណាដែលបានទិញរបាំងមុខពណ៌សនោះទើបនាងក៏ពាក់របាំងមុខនោះដើរចូលទៅក្នុងជួរនៃវងមនុស្សនៅពេលដែលដល់វេនរបស់ភីណាអ្នកយាមទ្វារក៏បានសួររកសម្បត្តិអញ្ជើញពីនាងពីព្រោះថាអ្នកដែលអាចចូលរួមក្នុងកម្មវិធីដេញថ្លៃបានគឺសម្រាប់តែអ្នកដែលជាសមាជិកតែប៉ុណ្ណោះចំពោះភីណានាងមិនមានសម្បត្តិអញ្ជើញនោះទេព្រាមនឹងត្រូវអ្នកយាមដេញចេញទៅហើយភីណានាងក៏យកក្រឡាដៃអាវនិមិត្តសញ្ញាផ្កាកុលាបរបស់ដេរេកមកបង្ហាញដែលតាមការពិតទៅនិមិត្តសញ្ញាផ្កាកុលាបគឺបញ្ជាក់អំពីឥទ្ធិពលរបស់ត្រកូលអាកាសទើបអ្នកយាមសូមអភ័យទោសភីណានឹងឲ្យនាងដើរចូលទៅក្នុងកម្មវិធីដោយការគោរពមិននឹកស្មានថាឥទ្ធិពលនៃគ្រួសារអាកាសនឹងមានអំណាចមកដល់ទីកន្លែងបែបនេះសោះនៅពេលដែលភីណានាងចេញផុតពីខ្លោងទ្វារផ្ទះដេញថ្លៃនាងក៏បានដើរមកដល់ច្រកទ្វារមួយទៀតដែលមានមនុស្សស្រីម្នាក់ឈរស្វាគមន៍នាងទីកន្លែងនេះហើយជាតំបន់ដេញថ្លៃទេសកលដ៏ធំមួយកម្មវិធីបានចាប់ផ្ដើមហើយពិធីករក៏ចេញមកស្វាគមន៍ភ្ញៀវកិត្តិយសដែលមកពីគ្រប់ទិសទីនៅក្នុងកែវផ្នែកពួកអភិជនទេសកលត្រូវបានចាត់ទុកជាឧបករណ៍សម្រាប់ប្រើប្រាស់ដេញថ្លៃជួញដូរដូចជាសត្វធាតុទៅតាមតម្លៃខ្លួនថាមានប្រយោជន៍ប៉ុណ្ណាពីមួយទៅមួយរហូតមកដល់ទេសកលចុងក្រោយដែលត្រូវគេចាត់ទុកថាមានតម្លៃជាងគេមុននឹងបញ្ចប់កម្មវិធីដេញថ្លៃដ៏ពិបាកភ្នែកមើលមួយនេះនោះគឺទេសកលដែលមកពីដាម៉ាណេប្រទេសដែលគ្មានមនុស្សធម៌ហើយត្រូវចុះចាញ់ចក្រភពអ៊ីអូកានោះហើយជាអ៊ីក្លៃគោលដៅតួប្រុសទី5គោលដៅដែលភីណានាងផ្ដល់ក្តីសង្ឃឹមខ្ពស់បំផុតក្នុងការរក្សាជីវិតរបស់នាងពិធីករបានរៀបចំគម្រោងពិសេសមួយដើម្បីឲ្យតម្លៃខ្លួនរបស់អ៊ីក្លៃឡើងខ្ពស់ដោយគេសង្កេតឃើញទ្រង់ធំមួយដែលមានក្រណាត់បាំងពីលើចិត្តនៅពេលដែលពួកគេបង្ហាញចេញមកវាជាទ្រង់ឆ្កែចចកខ្មៅ3ក្បាលដែលកំពុងស្រែកឃ្លានឈាមវាបានដើរទៅរុំព័ទ្ធជុំវិញអ៊ីក្លៃដើម្បីប្រមាញ់ចំណីដែលនៅក្នុងមុខវាភីណាពេលនេះនាងភ័យណាស់ភ័យខ្លាចថាគេអាចនឹងស្លាប់តែនាងគួរតែដាក់ដេញថ្លៃឥឡូវនេះទេប៉ុន្តែស្រាប់តែភ្លាមនោះអ្នកណាទៅដឹងថាទេសកលដែលមានត្រឹមតែដាវឈើមួយហើយគ្មានសំបីតែអាវការពារចំណែកឯដៃជើងក៏ជាប់ច្រវាក់ទៀតអាចសម្លេចជីវិតឆ្កែចចកទាំង3ក្បាលនោះត្រឹមតែមួយប្រព្រឹត្តភ្នែកក៏ទៅថាគេនឹងខ្លាយទៅជាកំណត់ដ៏មានតម្លៃប៉ុណ្ណានៅក្នុងរាត្រីមួយនេះហើយសំបីតែភីណាក៏សម្លឹងមើលគេពីចម្ងាយដល់ភាពមិនគួរឲ្យជឿដែរការដាក់ដេញថ្លៃទេសកលអ៊ីក្លៃបានចាប់ផ្ដើមហើយនៅក្នុងកំឡុងពេលដេញថ្លៃអ៊ីក្លៃក៏បានរើបំរាប្រឆាំងប៉ុន្តែក៏ត្រូវពួកជួញដូរទាំងនោះបញ្ឈប់ដោយប្រើខ្សែកវេទមន្តដែលភ្ជាប់នឹងករបស់គេដូចនេះអ៊ីក្លៃក៏មិនអាចធ្វើអ្វីបានតម្លៃខ្លួនរបស់ទេសកលអ៊ីក្លៃបានចាប់ផ្ដើមពី5សែនកាក់មាសរួចបន្តទៅ6សែន9សែន6លានជាបន្តរហូតមកដល់អភិជនម្នាក់ដែលហ៊ានឲ្យតម្លៃរហូតទៅដល់10លានពិធីករឃើញបែបនេះហើយក៏រៀបនឹងកាត់ថ្លៃដាក់ចេញទៅហើយហ៊ីណានាងក៏ដាក់តម្លៃ100លានយកតែម្ដងពេលនេះគ្មាននរណាម្នាក់អាចដណ្ដើមទំនិញមួយនេះបានទៀតនោះទេមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលនឹងតម្លៃនេះណាស់ប៉ុន្តែក៏គ្មាននរណាចង់បន្តដេញថ្លៃទៀតដែរនៅចុងក្រោយទេសកលម្នាក់នោះក៏ក្លាយជាកម្មសិទ្ធិរបស់នាងក្រឡេកមកមើលទស្សនវិជ្ជាដ៏សែនសោកក្រោះនៅក្នុងកុកឯនេះវិញគេ
គេប្រើកុកនោះសម្រាប់ឃុំឃាំងពួកទេសកលពីណានាងបានដើរមកឃើញពួកឈ្មួញទាំងនោះកំពុងវាយដំអ៊ីខ្លាយទើបនាងប្រញាប់ឲ្យគេទូទាត់កាក់មាសជាមួយនឹងសែតលុយរបស់លោកអង្គញារួមទាំងក្រឡាដៃអាវនិមិត្តសញ្ញាផ្កាកុលាបដើម្បីកុំឲ្យមានការសង្ស័យច្រើនពួកឈ្មួញក៏បានឲ្យចិញ្ចៀនត្បូងពណ៌ផ្កាឈូកមួយដែលបញ្ជាក់ពីនិមិត្តសញ្ញាអ្នកឈ្នះក្នុងការដេញថ្លៃទៅកាន់ភីណាលវាមានផ្ទុកវេទមន្តបញ្ចេញចរន្តអគ្គិសនីទៅលើខ្សែកដែលអ៊ីខ្លាយកំពុងពាក់ហើយអំបែងមិញនេះពួកគេប្រើប្រាស់វិធីបែបនេះឯងទើបអាចគ្រប់គ្រងអ៊ីខ្លាយបានជនជាតិមួយនោះក៏អាចសម្លាប់ជីវិតមនុស្សបានដូចគ្នាបើសិនជានាងប្រើប្រាស់វាច្រើនដងពេកដោយនៅពេលដែលភីណាលនាងកំពុងតែនិយាយជាមួយនឹងឈ្មួញអ៊ីខ្លាយក៏បានចាប់សង្កត់មនុស្សដែលវាយគេនោះដោយជើងជាប់ច្រវាក់ផ្ដួលចុះទៅខាងក្រោមឡើងចិត្តដាច់ខ្យល់បាត់ទៅហើយនៅពេលដែលភីណាលនាងឃើញបែបនេះនាងក៏បានប្រើចិញ្ចៀនវេទមន្តនោះដើម្បីបញ្ឈប់អ៊ីខ្លាយមុនដំបូងនាងមិនចង់ប្រើវានោះទេប៉ុន្តែបើនាងមិនបញ្ឈប់អ៊ីខ្លាយទេគេនឹងត្រូវពួកឈ្មួញទាំងនោះវាយដំរហូតដល់ស្លាប់ជាមិនខានទៅក្រោយមកពួកឈ្មួញមិនចង់ឲ្យភីណាលចូលទៅជិតអ៊ីខ្លាយនោះទេព្រោះថាវាអាចនឹងមានគ្រោះថ្នាក់សម្រាប់ភីណាលវិញនាងមិនបានខ្វល់ពីពាក្យសម្ដីទាំងនោះឡើយនាងបានដើរចូលទៅឈរនៅចំពោះមុខអ៊ីខ្លាយសម្លឹងមើលទៅកាន់ភាគរយនៃការពេញចិត្តដែលមានត្រឹមតែ 0% តែប៉ុណ្ណោះហើយក៏យកដៃរបស់នាងទៅចោទចង្ការរបស់អ៊ីខ្លាយឲ្យងើបឡើងទឹកមុខរបស់ភីណាលដែលបានបញ្ចេញឡើងមកដោយគ្មានភាពខ្លាចរអារួចក៏បន្លឺឡើងមកថាបើកភ្នែកទាំងគូរបស់លោកសម្លឹងមើលមកខ្ញុំឲ្យច្បាស់ណាស់អ៊ីខ្លាយនេះហើយជាមុខនៃម្ចាស់កាក់មាស100លានដែលបានទិញលោកខ្ញុំមិនបានចំណាយប្រាក់ទាំងនោះទៅលើអ្វីដែលគ្មានប្រយោជន៍នោះទេនឹងរត់តែគ្មានអភិជនណាហ៊ានចំណាយប្រាក់ដែលស្ទើរតែអាចទិញវិមានមួយទៅលើទេសកលដូចជាលោកដែរហើយកុំគិតឲ្យសោះថានឹងចង់រត់គេចទៅឲ្យឆ្ងាយនោះចាំទុកណាអ៊ីខ្លាយខ្ញុំស្អប់មនុស្សណាដែលមិនស្គាល់ពីទីកន្លែងរបស់ខ្លួនណាខ្ញុំបានចំណាយទុនទៅលើលោកក៏ព្រោះតែខ្ញុំបានមើលឃើញភាពដែលអាចធ្វើទៅបាននៅក្នុងខ្លួនរបស់លោកហើយនេះក៏ចាត់ទុកថាជាចំណងរវាងពួកយើងទាំងពីរកុំធ្វើជាឧបករណ៍ដែលគ្មានប្រយោជន៍បង្ហាញឲ្យខ្ញុំឃើញថាលោកពិតជាមានតម្លៃស័ក្តិសមនឹងវាបើមិនចឹងទេកុំបន្ទោសខ្ញុំថាជាមនុស្សគ្មានធម៌មេត្តាបញ្ជូនលោកមកឋាននរកមួយនេះវិញដោយគ្មានភាពស្ទាក់ស្ទើរនោះទេតើលោកយល់ទេក្នុងកំឡុងពេលនោះដៃរបស់នាងបានចាប់កាន់ចង្ការរបស់អ៊ីខ្លាយឲ្យកាន់តែខ្លាំងឡើងចំណែកឯអ៊ីខ្លាយគេក៏ងក់ក្បាលទើបភីណាលនាងបញ្ជាឲ្យពួកឈ្មួញដោះខ្នោះជើងនិងក្រណាត់រុំមាត់នោះចេញពីអ៊ីខ្លាយដល់ឃើញថាអ៊ីខ្លាយរុំពាត់ដោយក្រណាត់រហែកមួយហើយគ្មានសម្លៀកបំពាក់ត្រឹមត្រូវបែបនេះភីណាលនាងក៏បានបញ្ជាឲ្យមនុស្សប្រុសដែលឈរនៅជិតនោះដោះសម្លៀកបំពាក់របស់គេចេញយកមកឲ្យអ៊ីខ្លាយស្លៀកពាក់និងបានបោះកាក់មាសមួយថងធំឲ្យតែម្ដងមុនដំបូងបុរសម្នាក់នោះរកបដិសេធប៉ុន្តែបន្ទាប់ពីបានឃើញទឹកលុយហើយមនុស្សយើងអាចធ្វើបានគ្រប់យ៉ាងដោយគ្មានលក្ខខណ្ឌសូម្បីតែស្រាតដោយអាប៉ិនឹងចឹងនៅពេលដែលភីណាលនិងអ៊ីខ្លាយបានដើរចេញមកដល់ខាងក្រៅហើយភីណាលនាងមិនដឹងថានឹងត្រឡប់ទៅវិមានវិញដោយរបៀបណានោះទេព្រោះនាងមកដល់ផ្ទះដេញថ្លៃនេះតាមរយៈការ teleport នឹងភ្លាមនោះក៏ស្រាប់តែមានមនុស្សមួយក្រុមមកស្ទាក់ផ្លូវរបស់ភីណាលនិងអ៊ីខ្លាយដែលម្ចាស់របស់ពួកវាគឺជាអភិជនម៉ាប់ដែលដេញថ្លៃមិនឈ្នះភីណាលនោះឯងពួកវាមកស្ទាក់ផ្លូវបែបនេះក៏ព្រោះតែចង់បានអ៊ីខ្លាយទើបភីណាលនាងឲ្យគេឈរនៅពីក្រោយនាងបន្ទាប់មកអភិជននោះនៅតែនិយាយទទូចឲ្យភីណាលប្រគល់អ៊ីខ្លាយទៅឲ្យគេដោយយកលេសថាមកពីថ្ងៃនេះយើងយកលុយមកមិនគ្រប់ហើយយើងនឹងឲ្យនាង10លានសិនរួចថ្ងៃក្រោយយើងនឹងឲ្យនាង90លានទៀតតែថាមកលេងជាមួយនឹងភីណាលទៅមិនរួចទេដូចនេះហើយនាងក៏តបទៅវិញថាមិនមែន90លានគឺ990លានយ៉ាងម៉េចដែរហើយបើលោកគិតថាលោកអាចដាក់តម្លៃលើការដេញថ្លៃចុងក្រោយនោះ100លានអញ្ចឹងខ្ញុំនឹងដាក់តម្លៃ1000លានរហូតដល់លោកមិនអាចធ្វើអ្វីបានទៀតនៅក្នុងកំឡុងពេលដែលនាងកំពុងតែនិយាយតតាំងជាមួយនឹងអភិជននោះភីណាលនាងរៀបនឹងដោះរបាំងមុខនោះចេញដើម្បីបង្ហាញពីសមាសភាពពិតរបស់នាងដើម្បីកុំឲ្យអភិជននោះចេះតែហ៊ានដើរខាំគេបែបនេះទៀតចំណែកឯអភិជននោះវិញក៏ចង់លាដៃមកវាយភីណាលប៉ុន្តែក៏ត្រូវអ៊ីខ្លាយចាប់កាត់ដៃគេឲ្យស្រែកផ្អើលពេញនឹងភីណាលនាងចាំច្បាស់ណាស់ថានាងមិនបានឲ្យពួកឈ្មួញដោះខ្នោះដៃរបស់អ៊ីខ្លាយនោះទេហើយនេះក៏ដោយសារតែគេបានកាច់បំបាក់ខ្នោះដៃនោះតាំងពីពេលណាក៏មិនដឹងផងទៅពេលភីណាលរៀបនឹងត្រូវគេវាយអ៊ីខ្លាយក៏បញ្ចេញសកម្មភាពហើយវាសម្រាប់បាក់ពួកអភិជននោះខ្ទាតឈាមស្លាប់អស់ទៅភីណាលដែលកំពុងឈរនៅម្ខាងសម្លឹងមើលការសម្លាប់រំគាលបែបនេះនាងមានការភ័យខ្លាចណាស់ដែលជាហេតុធ្វើឲ្យនាងរលឹកនឹកដល់ពេលដែលព្រះអង្គម្ចាស់ទី2យកដាវមកភ្ជុំករ
របស់នាងក្លិនឈាមដ៏ល្អកកទាំងនោះធ្វើឲ្យនាងកាន់តែគិតថាក្លិននៃសេចក្តីស្លាប់កំពុងតែខិតមកកាន់តែជិតហើយចំណែកឯអ៊ីក្លាយនៅពេលដែលគេបានចាត់ការបពុទាំងនោះរួចអស់ហើយគេក៏ដើរសំដៅមករកភីណែលព្រមជាមួយនឹងការលោតជង្គង់នៅចំពោះមុខនាងរួចក៏បន្លឺសំឡេងឡើងមកថាម្ចាស់ស្រីខ្ញុំនឹងការពារម្ចាស់ស្រីរហូតដល់ខ្ញុំអស់ជីវិតពីលើโลกនេះសូមអ្នកយកខ្ញុំទៅជាមួយផងរីឯបន្ទុកនៃការពេញចិត្តរបស់អ៊ីក្លាយក៏លោតឡើងដល់ 18% អញ្ចឹងសាច់រឿងទីបញ្ចប់របស់តួចិត្តអាក្រក់ភាព 7 បានមកដល់ទីបញ្ចប់ហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងវីដេអូមួយនេះកុំភ្លេចជួយ like និង subscribe ផងហើយខ្ញុំក៏សូមអរគុណយ៉ាងខ្លាំងចំពោះការមើលវីដេអូនេះរហូតដល់ចប់ចាំជួបគ្នានៅភាព 8 ណាបាយបាយ